ខ្ញុំបាទសូមធ្វើការអនុញ្ញាតជម្រាបសួរទៅកាន់ពុកម៉ែបងប្អូនអស់លោកស្រីអ្នកនាងកញ្ញាជាទីមេត្រីនៅថ្ងៃនេះខ្ញុំបាទសូមពំនាំអារម្មណ៍ពុកម៉ែបងប្អូនមកតាមដានស្ដាប់អំពីចុចជាតារិស័យហោរាសាស្ត្រប្រចាំថ្ងៃដែលខ្ញុំបាទតែងតែធ្វើការដកស្រង់និងអានជូននៅក្បួនហោរាទស្សន៍ទាយចិនសាយដែលល្បីឈ្មោះដោយលោកគ្រូលងដៃលីនដូច្នេះសូមពុកម៉ែបងប្អូនធ្វើការ comment លេខសំណាងនិងសាធុចំនួន3ដងរួចសូមធ្វើការ share ចេញភ្លាមដើម្បីទទួលលាភធំចូលផ្ទះនិងសំណាងតាមជាប់ខ្លួនរហូតដូច្នេះកុំឲ្យខាតពេលយូរសូមតាមដានស្ដាប់ជាមួយខ្ញុំបាទ30 TV ដូចតទៅការមើលទិសបេះដូងរស់ក្នុងការធ្វើដំណើរឬការប្រកបមុខរបររុស្ស៊ីផ្សេងអស់លោកអ្នកត្រូវប្រកាន់យកតាមទិសបេះដូងរស់នេះគឺថ្ងៃសុក្រនេះនឹងបានសុខនឹងជោគជ័យនៅខាងទី2យប់បើមើលទិសបេះដូងស្លាប់នៅថ្ងៃសុក្រនេះផងកុំចរយាត្រាទៅទិសអាគ្នេយ៍ធ្វើអ្វីមិនក៏ប្រសើរឡើយចំពោះការមើលតាមទំនាយជ័យឬក្នុងការអង្គុយឲ្យមានសេរីសុស្ដីជ័យមង្គលក្នុងការរៀបមង្គលការឬសែនព្រេងផ្សេងនិងបើចង់ទទួលបានជោគជ័យក្នុងការលេងល្បែងអ្វីមួយនោះសូមអង្គុយនៅខាងទិសអាគ្នេយ៍បែរមុខទៅរកទិសបស្ចិមទំនាយទីថាបើកាលណាបានបប្រតិបត្តិតាមនេះពិតមែនពិតជាមានជោគជ័យគ្រប់កលៈទេសៈចំពោះការមើលតាមក្បួនកក្របាតយាងក្រឡាក្នុងការចេញដំណើរពីផ្ទះប្រកបទៅដោយជោគជ័យនិងសេរីសុស្ដីមួយថ្ងៃពេញនៅក្នុងថ្ងៃសុក្រនេះពុកម៉ែបងប្អូនត្រូវដឹងម៉ោងសុក្រម៉ោងគ្រោះម៉ោងលៀបដូចខាងក្រោមបើចេញដំណើរពីផ្ទះចាប់ពីមាន់រងាវទៅដល់ម៉ោង6កន្លះព្រឹកគឺជាម៉ោងយប់ព្រឹកជាម៉ោង04មានន័យថានៅចន្លោះម៉ោងនេះគឺល្អណាស់ធ្វើអ្វីនឹងទទួលបានជោគជ័យគ្មានគ្រោះកាចអ្វីអាចចូលបានឡើយគឺមានតែទទួលបាននៅលៀបបរិបូរណ៍បើចេញដំណើរពីផ្ទះចាប់ពីម៉ោង6កន្លះដល់ម៉ោង11ព្រឹកគឺជាម៉ោងកក្កបាតជាម៉ោងអន្តរាយមានន័យថាធ្វើជំនួញរកស៊ីជួញដូរផ្សេងមិនគួរចេញនៅម៉ោងនេះឡើយអាចនឹងត្រូវបាត់បង់ទ្រព្យសម្បត្តិអន្តរាយជាមិនខានឬក៏មិនត្រូវបោះទុនរកស៊ីអ្វីឡើយបើចេញដំណើរពីផ្ទះចាប់ពីម៉ោង11ព្រឹកដល់ម៉ោង2រសៀលគឺជាម៉ោងទទេគ្មានអ្វីសោះមានន័យថាមិនបានទទួលលាភអ្វីហើយក៏មិនជួបគ្រោះថ្នាក់អ្វីដែរនៅក្នុងចន្លោះម៉ោងនេះបើចេញដំណើរពីផ្ទះចាប់ពីម៉ោង2រសៀលដល់ម៉ោង5ល្ងាចគឺជាម៉ោង02មានន័យថាជាម៉ោងសុខសាន្តធ្វើដំណើរទៅណាមកណាគឺបានសុខល្អណាស់នៅក្នុងចន្លោះម៉ោងនេះបើចេញដំណើរពីផ្ទះចាប់ពីល្ងាចម៉ោង5ទៅដល់ម៉ោងចូលគេងវិញគឺជាម៉ោង01មានន័យថាការធ្វើដំណើរឬការធ្វើចំនួនផ្សេងមិនល្អឡើយគឺជាគ្រោះកាចជាពិសេសមិនគួរធ្វើដំណើរឆ្ងាយឡើយហើយបើធ្វើដំណើរគួរប្រុងប្រយ័ត្នចរាចរណ៍ខ្ពស់បំផុតនៅក្នុងចន្លោះម៉ោងនេះបាទនៅថ្ងៃសុក្រនេះសូមធ្វើការបួងសួងឲ្យខ្លាចជាថ្ងៃលៀងគ្រោះចង្រៃសត្រូវប្រែខ្លាចជាមិត្តនិងទៅជាថ្ងៃនាំលាភនិងទ្រព្យសម្បត្តិឡើងខ្ពស់សម្រាប់ឆ្នាំទាំង12នេះបាទជាបន្តសូមពុកម៉ែបងប្អូនតាមដានស្ដាប់នៅរាសីឆ្នាំទាំង12ជាមួយ30 TV Channel របស់ខ្ញុំដូចតទៅឆ្នាំជូតកណ្ដុរនាំលីបអុកញ៉ាចិញ្ចឹមមានសំណាងឈ្នះអស់មេសត្រូវហើយបើប្រាថ្នាអ្វីនោះគឺតែងបានសម្រេចនិងអនាគតបានក្លាយជាសិទ្ធិកហបតីឬក៏អភិជនជាន់ខ្ពស់ម៉ោងនៃលៀបសំណាងគឺម៉ោង8ព្រឹកដល់ម៉ោង7យប់ពណ៌នៃលៀបសំណាងគឺពណ៌ផ្ទៃមេឃនិងពណ៌ស្វាយលេខនៃលៀបសំណាងគឺលេខ45និងលេខ66សូមខមមិនលេខ678យកលៀបសម្បត្តិអុកញ៉ាលុយវ៉ាលៀននិងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហូហៀចំពោះអស់លោកអ្នកដែលកាត់ឆ្នាំជូតពងទេវតាប្រុសធាតុទឹករាសីថ្ងៃនេះឡើងខ្ពស់ត្រដែតក្នុងថ្ងៃនេះឃើញថាដំណើរជីវិតដួងរាសីរបស់លោកអ្នកនៅតែល្អប្រសើរដដែលទេម្ល៉េះហើយនៅក្នុងថ្ងៃនេះបើចង់ទំនាក់ទំនងដល់មនុស្សចាស់ឬទំនាក់ទំនងអ្នកដទៃពីរឿងអ្វីមួយក៏តែងផ្ដល់ផលល្អដូចគ្នាបើជាអ្នកប្រកបមុខរបររកស៊ីជីងដូរវិញមានការតែងចូលចេញគ្រុនរវើកគួសមហើយបើចង់ជួនឆ្ងាយទៀតសោតក៏តែងតែហុចផលជានិច្ចចំពោះសេចក្តីស្នេហាប្រុសស្រីមានការរស់នៅជាមួយគ្នាបានសេចក្តីសុខសាន្តណាស់ឆ្នាំឆ្លូវគោនាំលៀបនាំជ័យនាំសុភមង្គលប្រាថ្នាអ្វីគឺតែងបានសម្រេចហើយអនាគតក្លាយជាអ្នកមានទ្រព្យស្រុកស្ដំម៉ោងនៃលៀបសំណាងគឺម៉ោង5ព្រឹកដល់ម៉ោង6ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌សនិងផ្កាឈូកលេខនៃលៀបសំណាងគឺលេខ21និងលេខ82សូមខមមិនលេខ168យកលៀបសម្បត្តិអភិជន
នៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហូហៀចំពោះអស់លោកអ្នកដែលកាត់ឆ្នាំឆ្លូវឆ្នាំឆ្លូវពងមនុស្សប្រុសធាតុដីរិស័យថ្ងៃនេះល្អជាមធ្យមនៅក្នុងថ្ងៃនេះទូធ្វើអ្វីក៏ដោយត្រូវប្រយ័ត្នទទួលរងការខូចខាតអ្វីមួយរកនឹកស្មានមិនដល់ក្រៅពីនេះបើមានទំនាក់ទំនងការងារឬធ្វើអ្វីមួយលោកអ្នកងាយផ្លាំងផ្លត់ណាស់ក៏បីមានការប្រយ័ត្នប្រយែងទើបជាផុតពីផលលំបាកទាំងពួងទៅរួចការធ្វើដំណើរទីជិតឆ្ងាយចូលប្រយ័ត្នក្រុមមនុស្សបៀតបៀនដោយប្រការណាមួយរីឯបញ្ហាស្នេហាប្រុសស្រីមានការខ្វាយខ្វល់ច្រើនព្រោះតែការគិតច្រើនតែម្នាក់ឯងឆ្នាំខាលខ្លានាំលៀបឧបរាជចិញ្ចឹមមានលៀបមានជ័យណាស់មានមនុស្សម្នាជាច្រើននាំគ្នាស្រឡាញ់រាប់អានសាទរម៉ោងនៃលៀបសំណាងគឺម៉ោង4ព្រឹកដល់ម៉ោង4ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌ទឹកក្រូចទាំងឈាមជ្រូកលេខនៃលៀបសំណាងគឺលេខ27និងលេខ49សូមខមមិនលេខ168យកលៀបសម្បត្តិអភិជននៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហូហៀចំពោះអស់លោកអ្នកដែលកាត់ឆ្នាំខាលឆ្នាំខាលពងយក្សស្រីធាតុឈើរាសីថ្ងៃនេះល្អជាមធ្យមក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានក្រុមមនុស្សតាមឈ្នានីសនឹងព្យាបាទខ្លះម្ល៉េះហើយត្រូវរក្សាភាពស្ងប់ស្ងាត់ហើយមកការពារតែអាត្មាខ្លួនវិញទើបអាចជៀសផុតពីផលលំបាកទាំងពួងទៅរួចសម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរវិញការជួញទីចិត្តឆ្ងាយរកផលកម្រៃមានភាពធូរស្បើយជាងមុនដោយលោកអ្នកអាចរកប្រាក់ចំណូលគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរចំណែកបញ្ហាស្នេហាប្រុសស្រីមានភាពស្រស់ស្រាយព្រោះតែម្នាក់មានការយកចិត្តទុកដាក់ចំពោះគ្នាគ្រាន់បើជាងមុនឆ្នាំថោះតុនសាយមាសមន្ត្រីចិញ្ចឹមនាំលៀបនាំជ័យនាំសុភមង្គលហើយបើប្រាថ្នាអ្វីនោះគឺតែងបានសម្រេចជានិច្ចម៉ោងនៃលៀបសំណាងគឺម៉ោង5ព្រឹកដល់ម៉ោង6ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌សនិងខ្មៅលេខនៃលៀបសំណាងគឺលេខ1និងលេខ69សូមខមមិនលេខ999យកលៀបសម្បត្តិអភិជននិងលុយស្ដុកស្ដំនៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហូហៀចំពោះអស់លោកអ្នកដែលកាត់ឆ្នាំថោះឆ្នាំថោះពងមនុស្សស្រីធាតុឈើរាសីថ្ងៃនេះល្អជាមធ្យមក្នុងថ្ងៃនេះលោកអ្នកត្រូវមានចិត្តត្រជាក់និងគិតឲ្យបានគ្រប់ជ្រុងជ្រោយបន្តិចទើបគ្មានបញ្ហាមិនល្អណាមួយកើតឡើងក្រៅពីនេះបើមានការធ្វើដំណើរឆ្ងាយចិត្តលោកអ្នកក៏បីមានការប្រុងប្រយ័ត្នបន្តិចក៏ប្រសើរដែរចំពោះបើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញលោកអ្នកជួបរឿងខ្វាយខ្វល់ព្រោះតែការធ្វើចំនួនទីចិត្តឆ្ងាយមិនសមដូចប្រកបទេរីឯបញ្ហាស្នេហាប្រុសស្រីមានការប្រែប្រួលប្ដូរផ្លាស់ព្រោះជួនផ្អែមល្ហែមជួនពាក់មុខខ្លាដាក់គ្នាឆ្នាំរោងពោះអ្នកក្រៀកមានបារមីដែលជះមានអំណាចមានមនុស្សជួយជ្រោមជ្រែងការងារទុច្ចធំដើម្បីឲ្យអនាគតអ្នកបានក្លាយជាមនុស្សមានសម្បត្តិមហាសាលម៉ោងនៃលៀបសំណាងគឺម៉ោង6ព្រឹកដល់ម៉ោង8យប់ពណ៌នៃលៀបសំណាងគឺពណ៌ខ្មៅនិងស្វាយលេខនៃលៀបសំណាងគឺលេខ19និងលេខ29សូមខមមិនលេខ555យកលៀបសម្បត្តិទេវតាទ្រព្យមាសប្រាក់កែវកងនៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហូហៀចំពោះអស់លោកអ្នកដែលកាត់ឆ្នាំរោងពងទេវតាប្រុសធាតុមាសរិស័យថ្ងៃនេះឡើងពោះត្រដែតនៅថ្ងៃនេះលោកអ្នកអាចធ្វើអ្វីសម្រាប់ជោគជ័យនិងពិសេសងាយទទួលផលមកវិញផងដែរបើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមានភាពប្រសើរឡើងតែទោះធ្វើអ្វីលោកអ្នកតោងតែចេះបែងចែកល្អអាក្រក់ឲ្យបានត្រឹមត្រូវទើបគ្មានរឿងរ៉ាវចម្រុងចម្រាស់ជាមួយអ្នកដទៃការរស់នៅវិញលោកអ្នកក៏បីមានការប្រយ័ត្នប្រយែងក្នុងការជួយយកអាសាគេព្រោះច្រើនយកគុណបដូរជាទោសមកវិញប៉ុណ្ណោះចំណែកសម្ព័ន្ធស្នេហាកំឡោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពភ្លឺថ្លានិងចេះអត់ឱនឲ្យគ្នាល្អប្រពៃឆ្នាំម្សាញ់ពោះនំលៀបនំជ័យនំសុភមង្គលហើយបើប្រាថ្នាអ្វីគឺតែបានសម្រេចនិងអនាគតក្លាយជាអ្នកមានទ្រព្យស្រុកស្ដំម៉ោងនៃលៀបសំណាងគឺម៉ោង8ព្រឹកដល់ម៉ោង10យប់ពណ៌នៃលៀបសំណាងគឺពណ៌ប្រផេះនិងបៃតងលេខនៃលៀបសំណាងគឺលេខ20និងលេខ66សូមខមមិនលេខ998យកលៀបសម្បត្តិអុកញ៉ានៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហូហៀចំពោះអស់លោកអ្នកដែលកាត់ឆ្នាំម្សាញ់ពងមនុស្សប្រុសធាតុភ្លើងរាសីថ្ងៃនេះល្អជាមធ្យមនៅក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនមានអ្វីជាឧបសគ្គធំដុំចូលមកយាយីទេប៉ុន្តែក្រៅពីនេះបើលោកអ្នកមានប្រកបការងារអ្វីមួយមិនត្រូវមើលស្រាលក្រុមមនុស្សឡើយ
ត្រូវតែប្រុងប្រយ័ត្នជានិច្ចពីព្រោះថាគេចាំតែមើលចន្លោះប្រហោងរបស់លោកអ្នកទេដើម្បីវិប្រហារប៉ុណ្ណោះចំណែកបើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញការរកផលកម្រៃគ្រាន់កក់ក្ដៅទៅរួចរីឯសម្ព័ន្ធស្នេហាកំឡោះក្រមុំមានភាពផុយស្រួយចំនួនវិវាទណាស់គួរប្រយ័ត្នប្រយែងភាកសម្ដីបន្តិចទើបជាការប្រពៃបំផុតឆ្នាំមមីសេះទេវតាចិញ្ចឹមមានលៀបមានជ័យមានមនុស្សម្នាជាច្រើននាំគ្នាស្រឡាញ់រាប់អានសាទរម៉ោងនៃលេបសំណាងគឺម៉ោង4ព្រឹកដល់ម៉ោង9យប់ពណ៌នៃលេបសំណាងគឺពណ៌ខ្មៅនិងសលេខនៃលេបសំណាងគឺលេខ69និងលេខ99សូមខមមិនលេខ899យកលេបសម្បត្តិកាបតីជាន់ខ្ពស់នៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសិទ្ធិមានលៀបមានជ័យមានលុយចូលហូហៀចំពោះលោកអ្នកដែលកើតឆ្នាំមមីពងទេវតាស្រីធាតុភ្លើងវាស័យថ្ងៃនេះល្អជាមធ្យមការប្រកបការងារនៅក្នុងថ្ងៃនេះចូលប្រយ័ត្នប្រយែងកើតចំនួនវិវាទណាមួយព្រោះតែសម្ដីប្របាច់ប្រប៉ោចឥតបានការក្រៅពីនេះលោកអ្នកមិនត្រូវចាំចាប់កំហុសអ្នកដទៃច្រើនឡើយប្រយ័ត្នផ្ដល់ភាពលំបាកដល់ខ្លួនឯងវិញចំពោះបើជាអ្នកប្រកបមុខរបររកស៊ីជីងដូរវិញជួបផលលំបាកក្នុងការរកផលកម្រៃបន្តិចព្រោះលេបច្រើនបោះហួសពុំសូវជាប់ទេហើយបើលោកអ្នកប្រឡងប្រជែងតម្លៃទៀតនោះចូលប្រយ័ត្នកើតចំនួនវិវាទឈានពីតូចតាចដល់ធំរីឯសម្ព័ន្ធស្នេហាកំឡោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកុំលេងមេះម៉ោះច្រើននាំកើតចំនួនវិវាទហើយមានតែរៀងរាយសៅម៉ោងដាក់គ្នាឆ្នាំមមេប្រពេមិសមន្ត្រីចិញ្ចឹមធ្វើកិច្ចការអ្វីមួយអ្នកតែងមានកំណត់ជ្រះថ្លាហើយបើប្រាថ្នាអ្វីមួយគឺតែងបានសម្រេចជានិច្ចម៉ោងនៃលេបសំណាងគឺម៉ោង4ព្រឹកដល់ម៉ោង6ល្ងាចពណ៌នៃលេបសំណាងគឺពណ៌បៃតងនិងក្រហមលេខនៃលេបសំណាងគឺលេខ77និងលេខ99សូមខមមិនលេខ168យកលេបសម្បត្តិសំពៅលួងនៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលេបមានជ័យមានលុយចូលហូហៀចំពោះលោកអ្នកដែលកើតឆ្នាំមមេពងទេវតាស្រីធាតុមាសពិសីថ្ងៃនេះឡើងខ្ពស់ត្រដែតនៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតែងតែភ្លឺថ្លានិងជួបតែក្តីសោមនស្សច្រើនដូច្នេះលោកអ្នកអាចសម្រុកចូលការងារបានហើយពីព្រោះថាផលជាផ្លែផ្កាតែងហូចមកវិញគួរជាទីគប់ចិត្តផងបើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជីងដូរវិញមានការទិញចូលលក់ចេញគ្រាន់រវើគួសមហើយបើចង់ជួនឆ្ងាយទៀតសោតក៏តែងហូចផ្លែផ្កាមកវិញជានិច្ចរីឯសម្ព័ន្ធស្នេហាកំឡោះក្រមុំវិញបើលោកអ្នកពុំទាន់មានគូគប់ពេលនេះជាឱកាសល្អក្នុងការទំនាក់ទំនងនិងស្វែងរកផងឆ្នាំវុកស្វាសេដ្ឋីចិញ្ចឹមមានប្រាជ្ញាឆ្លៀសវៃមានគំនិតភ្លឺថ្លាហើយអនាគតខ្លាចជាអ្នកមានទ្រព្យស្ដុកស្ដំម៉ោងនៃលេបសំណាងគឺម៉ោង7ព្រឹកដល់ម៉ោង7ល្ងាចពណ៌នៃលេបសំណាងគឺពណ៌ទឹកក្រូចនិងក្រហមលេខនៃលេបសំណាងគឺលេខ77និងលេខ89សូមខមមិនលេខ779យកលេបសម្បត្តិអ្នកមានជាន់ខ្ពស់នៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហូហៀចំពោះលោកអ្នកដែលកើតឆ្នាំវកពងយៈប្រុសធាតុដែកវិស័យថ្ងៃនេះឡើងខ្ពស់នៅក្នុងថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អឬមានជោគលាភអ្វីមួយចូលមកឲ្យសប្បាយចិត្តផងសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរចិត្តឆ្ងាយតែងតែទទួលជោគជ័យដោយការផលចំណេញត្រឡប់មកផ្ទះវិញមួយចំនួនវិញថែមទៀតដែរការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមដោយសពមួយដងរីឯសម្ព័ន្ធស្នេហាប្រុសស្រីវិញមានភាពសុខដុមនិងផ្អែមល្ហែមល្អប្រៀបដូចជាទឹកនិងត្រីនារដូវខែវស្សាឆ្នាំរកាមនមានបារមីដែលចេះមានអំណាចមានមនុស្សចូលជ្រោមជ្រែងការងារតូចធំដើម្បីឲ្យអនាគតអ្នកបានក្លាយជាមនុស្សមានសម្បត្តិមហាសាលម៉ោងនៃលេបសំណាងគឺម៉ោង5ព្រឹកដល់ម៉ោង6ល្ងាចពណ៌នៃលេបសំណាងគឺពណ៌សនិងផ្កាឈូកលេខនៃលេបសំណាងគឺលេខ21និងលេខ82សូមខមមិនលេខ888យកលេបសម្បត្តិអភិជននៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលេបមានជ័យមានលុយចូលហូហៀចំពោះអស់លោកអ្នកដែលកើតឆ្នាំរកាពងយៈប្រុសធាតុដែកវិស័យថ្ងៃនេះឡើងខ្ពស់រាប់ការបំពេញភារកិច្ចនៅក្នុងថ្ងៃនេះមានសភាពរលូនទៅមុខដោយសពមួយដងប៉ុន្តែក្នុងនោះក៏ទាមទារឲ្យលោកអ្នកមានការប្រឹងប្រែងខ្លាំងបន្តិចដែរដើម្បីឲ្យបានសម្រេចដល់គោលបំណងដែលចង់បានបើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញប្រាក់កម្រៃបានមកកាក់កបគ្រាន់បើអាចឲ្យលោកអ្នកអាចសន្សំទុកបានខ្លះទៀតដែររីឯបញ្ហាស្នេហាការចេះយល់ចិត្តគ្នាគឺជាវិធីដ៏ប្រសើរបំផុត
ឆ្នាំចសំណក់នំលៀបជួបតែរឿងល្អៗក្នុងជីវិតមានលៀបសំណាងជួបតែមនុស្សជួយជ្រោមជ្រែងសម្រាប់រាល់ក្តីបំណងម៉ោងនៃលៀបសំណាងគឺម៉ោង 6 ព្រឹកដល់ម៉ោង 6 ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌សនិងក្រហមលេខនៃលៀបសំណាងគឺលេខ11និងលេខ61សូមខមមិនលេខ777យកលៀបសម្បត្តិអភិជនលុយស្ដុកស្ដំនៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយជោហូហៀចំពោះអស់លោកអ្នកដែលកើតឆ្នាំចឆ្នាំចពងយៈស្រីធាតដីរិស័យថ្ងៃនេះល្អជាមធ្យមនៅក្នុងថ្ងៃនេះបើទោះធ្វើអ្វីក៏បីមានការប្រយ័ត្នប្រយែងបន្តិចព្រោះថាមានផលមិនសូវល្អងាយឈានចូលនោមតែពិបាកក្នុងការទៅរិះពន្ធនៅថ្ងៃក្រោយបើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជិញដូរវិញមានភាពកាក់កបគ្រាន់បើបន្តិចវិញហើយតែយ៉ាងណាលោកអ្នកកុំគប្បីសេពគប់លបែងស៊ីសងឡើយនាំកាត់ជាឧបទ្រពចង្រៃរកតែរឿងដាក់ខ្លួនចំណែកការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខសែមសានទាំងពេលទៅនិងត្រឡប់មកវិញរីឯបញ្ហាស្នេហាកំឡោះក្រមុំមានភាពជឿនលឿនទៅមុខនិងកំពុងបើកគេហទំព័រថ្មីសម្រាប់អ្នកហើយឆ្នាំគោលជ្រូកនោមលៀបនំជ័យនោមសុភមង្គលបើប្រាថ្នាអ្វីគឺតែងបានសម្រេចហើយអនាគតក្លាយជាអ្នកមានយសៈខ្ពង់ខ្ពស់ម៉ោងនៃលៀបសំណាងគឺម៉ោង 5 ព្រឹកដល់ម៉ោង 8 យប់ពណ៌នៃលៀបសំណាងគឺពណ៌សនិងលឿងលេខនៃលៀបសំណាងគឺលេខ48និងលេខ99សូមខមមិនលេខ168យកលៀបសម្បត្តិមហាសេដ្ឋីនិងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយជោហូហៀចំពោះអស់លោកអ្នកដែលកាត់ឆ្នាំកុលឆ្នាំកុលពងមនុស្សស្រីជាតិទឹករិស័យថ្ងៃនេះល្អជាមធ្យមនៅក្នុងថ្ងៃនេះជួបលើកំណត់ផ្លូវលំបាកបន្តិចហើយបើមានធ្វើអ្វីមួយផងតែមានក្រុមមនុស្សតាមចាក់ឆ្កឹះឆ្កៀលនាំឲ្យជួបរឿងសៅហ្មងបន្តិចឡើយចំពោះអ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនវិញមានការប្រទាំងប្រទេសជាមួយមិត្តភ័ក្តិបន្តិចចូលលោកអ្នកប្រយ័ត្នកើតមានចំនួនវិវាទណាមួយចំណែកអ្នកប្រកបមុខរបររកស៊ីជិញដូរវិញមានការជឿនលឿនទៅមុខយ៉ាងរហ័សហើយរឿងរ៉ាវអាក្រក់ទាំងឡាយដែលធ្លាប់តែមានពីពេលមុននោះក៏នឹងត្រូវបានរលត់រលាយទៅឆ្ងាយតាមកាលវេលាដែររីឯស្នេហាវិញមានការខ្វាយខ្វល់តែម្នាក់ឯងហួសព្រំដែនបាទពុកម៉ែបងប្អូននីតិហោរាសាស្ត្រនៅថ្ងៃនេះដល់ទីបញ្ចប់សូមធ្វើការអធិស្ឋានរាល់កំហុសឆ្គងដែលកើតមានឡើងក្នុងអំឡុងពេលនិយាយដោយអចេតនាហើយក៏សូមធ្វើការបួងសួងដល់គ្រប់វត្ថុស័ក្តិសិទ្ធិផងទាំងពួងនៅក្នុងលោកនេះសូមឲ្យអស់លោកអ្នកដែលកំពុងទស្សនានិងចុច Subscribe ជួបតែលាភសំណាងទ្រព្យធនយស័ក្តិនិងពោពេញទៅដោយសុភមង្គលជារៀងរហូតសូមធ្វើការខមមិនសាធុចំនួន3ដងនិងធ្វើការ share ចេញមួយដើម្បីទទួលលាភសំណាងទាំងអស់នេះខណៈពេលនេះដែរខ្ញុំបាទសាមសិបធីវីក៏សូមអរគុណសូមជម្រាបលា